លោកប្រុសនៅសើចចេញទៀតជួយដួសស៊ុបមួយចានទៀតមកអរគុណលោកប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ហើយនាងនៅមានអារម្មណ៍មកអង្គុយស៊ីផឹកនៅទីនេះទៀតមនុស្សស្រីអត់ពូជអម្បូរចឹងមិនស័ក្តិសមនឹងលោកប្រុសតតែសោះពួកឯងជាតួអាក្រក់ចេះតែពាក្យដែរនឹងទេមែនទេចេះដឹងរឿងគេច្រើនម្លេះប្រយ័ត្នដើរដួលបាក់ធ្មេញអស់ទៅចាំមើលនាងអាចអួតបានដល់ពេលណាប្រយ័ត្នដើរដួលបាក់ធ្មេញអស់ទៅធ្មេញរបស់ខ្ញុំនាងមាត់ចង្រៃត្រូវហើយខ្ញុំមានមាត់ចង្រៃអ្នកណាហ៊ានរករឿងខ្ញុំគឺកើតអីហ្នឹងមីងលីមីងកើតអីហ្នឹងមានរឿងអីហ្នឹងឆាប់រកគ្រូពេទ្យមកនាងមនុស្សស្រីចិត្តអាក្រក់ខ្ញុំចិត្តអាក្រក់មានអ្នកណាអាក្រក់ជាងព្រះទៅខ្ញុំជាមេដឹកនាំក្រុមឃាតករស្រីដ៏អស្ចារ្យរៀបនឹងលៀងដៃឈប់ធ្វើការងារនេះទៅហើយដើម្បីរីករាយនឹងភាពមានបានដែលខំរកប៉ុន្មានឆ្នាំនេះតែបែរជាត្រូវឆ្លងភពមកក្នុងប្រឡំលោកដ៏ឈួតលប់នេះទៅវិញហើយក្លាយជាប្រពន្ធដែលតាមអង្វរលោកប្រុសលីថេងជើប៉ុន្តែគុណសម្បត្តិតែមួយគត់គឺបានដោះសោមាត់ចង្រៃដែលស័ក្តិសិទ្ធិមួយនេះកុំគិតថាគ្មានអ្នកណាដឹងថានាងបានធ្វើអីឲ្យសោះកាលពីតូចតាមស្អិតលោកប្រុសដូចតុកកែយកពាក្យសន្យាភ្ជាប់ពាក្យពីក្មេងមកគៀបសង្កត់លោកតាលីឲ្យបង្ខំលោកប្រុសរៀបការជាមួយនាងដោយសារតែលោកប្រុសចង់រើចេញទៅនៅក្រៅនាងហ៊ានលួចធ្វើស៊ីឡានគាត់នាងចង់សម្លាប់គាត់ម្ចាស់ដើមដែលងប់ងល់នឹងស្នេហានោះមិននឹងអាចទៅធ្វើបាបប្តីនាងទៅច្បាស់ណាស់ថាយាយចាស់នេះចង់ឲ្យកូនស្រីខ្លួនឯងឡើងធ្វើធំទើបបង្កើតរឿងទម្លាក់កំហុសលោកប្រុសចិត្តចេញពីមន្ទីរពេទ្យត្រឡប់មកវិញហើយនាងរងចាំចូលគុកទៅមីងឯងខ្លែងបន្លំគ្រោះថ្នាក់ចរាចរណ៍ដើម្បីទម្លាក់កំហុសឲ្យខ្ញុំហើយនៅចង់ឲ្យខ្ញុំទទួលរងភាពយុត្តិធម៌ទៀតលីថេងជើពិតជាគួរតែទៅពេទ្យភ្នែកមែនមិនក៏ចិញ្ចឹមចំមនុស្សខ្វាក់ភ្នែកដូចពួកឯងចឹងនាងងើអស់ហើយនាងនិយាយស្ដីមិនចេះគិតខ្ញុំបម្រើគ្រួសារលីជាង20ឆ្នាំខ្ញុំស្មោះត្រង់ចំពោះគ្រួសារលីនិងលោកប្រុសណាស់ខ្ញុំហ៊ានស្ពតរឿងគ្រោះថ្នាក់ចរាចរណ៍គ្មានពាក់ព័ន្ធអីនឹងខ្ញុំទេស្បោះបំពេញប្រយ័ត្នរន្ទះបាញ់ណាមេឃដីជាសាក្សីប្រយ័ត្នរន្ទះបាញ់ណាឆាប់បិទមាត់ទៅបើមិនឲ្យនិយាយគុំនិយាយអីមាត់អ្នកបំរើនេះរហ័សពេកហើយម៉ាក់មិនអីទេមែនទេកូនមិនខ្លាចគេឆក់ទេលប្រយ័ត្នឆក់កូនឯងកូនមិនខ្លាចគេឆក់ទេលប្រយ័ត្នឆក់កូនឯងបានឃើញភាពអស្ចារ្យនៃមាត់ចង្រៃរបស់ខ្ញុំហើយមែនទេថ្ងៃក្រោយអ្នកណាហ៊ានរករឿងខ្ញុំនឹងឲ្យគេញ៉ាំមីកញ្ចប់គ្មានគ្រឿងក្រឡុកកំប៉ុងគ្មានក្រវិលសាច់ដែលថែមសុទ្ធតែជាខ្ញីលោកប្រុសត្រឡប់មកវិញហើយនេះហើយជាមនុស្សឯកោចិត្តខ្មៅគ្មានមនោសញ្ចេតនាលីធីងជើនោះមិនដឹងថាម្ចាស់ដើមស្រឡាញ់គេត្រង់ណាទេនេះជាប្តីរបស់ខ្ញុំមែនទេផ្គាមដ៏ស្រួចនេះរាងកាយដ៏សង្ហានេះខ្ញុំហាក់ដូចជាយល់ពីម្ចាស់ដើមបន្តិចហើយលីងឈៀវចារឿងគ្រោះថ្នាក់ចរាចរណ៍យកយល់ដល់គ្រួសារយើងទាំងពីររាប់អានគ្នាខ្ញុំមិនប្តឹងនាងទេនេះគឺ10លានស៊ីញេលិខិតលេងលះទៅហើយចាក់ចេញពីគ្រួសារលី10លានគ្រួសារលីមិនមែនជាសេដ្ឋីកំពូលទេឲ្យតែ10លានកំណាញ់មែនមិនអីទេក្នុងសាច់រឿងសរសេរថាខ្ញុំត្រូវលេងលះទើបចប់ឆាប់ដើរតួឲ្យចប់ត្រឡប់ទៅការពិតធ្វើជាអ្នកមានរបស់ខ្ញុំវិញចៅប៉ៃអញមាននាងសំឡេងអីទេលោកប្រុសគ្មានសំឡេងអីទេប្តីសម្លាញ់អូនស្រឡាញ់បងតែការស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតគឺការលែងដៃគ្មានអូនបងត្រូវតែមានក្តីសុខឆាប់ស៊ីញេទៅ
នាងតាមញ៉ៃខ្ញុំយ៉ាងឆ្កួតលីលា5ឆ្នាំតាមពិតពេលនេះគួរតែយំអង្វរលុតជង្គង់សុំខ្ញុំកុំឲ្យលែងលះទើបត្រូវមិនក៏ស៊ីញ៉េលឿនម្លេះ ស្មាទូលាយចង្កេះតូចសាច់ដុំទ្រូងធំគួរឲ្យស្ដាយក្រោយលែងលះមនុស្សអស្ចារ្យបែបនេះលែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយប៉ុន្តែបើខ្ញុំឆ្លៀតឱកាសចាប់បង្ខំគេពេលនេះគេចង់រត់ក៏រត់មិនរួចដែរ នេះជាសម្លេងក្នុងចិត្តរបស់លីនឈៀវព្រាននារីថ្ងៃរះចាំងហ៊ានគិតរឿងបែបនេះច្បាស់ជាខ្ញុំស្ដាប់ច្រឡំហើយ មើលខ្ញុំធ្វើអីឬមួយការសម្ដែងអំបញ្ញមិញខ្លាំងខ្លាយពេកប្រញាប់ស៊ីញ៉េឲ្យលុយមកខ្ញុំនឹងទៅហៅក្មេងប្រុសស្អាតរាប់សិបនាក់មកលួងលោមបេះដូងដែលឈឺចាប់របស់ខ្ញុំ ចៅប៉ៃខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនឯងជូនខ្ញុំទៅបន្ទប់វិញហៅពេទ្យមកផង អេប្តីសម្លាញ់មិនលែងលះសិនទេមិនបានទេខ្ញុំត្រូវតែប្រញាប់ជំរុញសាច់រឿងឲ្យលែងលះទ្រព្យសម្បត្តិ 10000 លានរបស់ខ្ញុំកំពុងរងចាំខ្ញុំទទួលមរត ប្តីសម្លាញ់អូនមកមើលបងហើយជើងបងយ៉ាងម៉េចហើយពេទ្យថាម៉េចខ្លះបងកុំមានរឿងអីឲ្យសោះណាបើបងមានរឿងអីអូនក៏មិនរស់ដែរកម្រិតនៃការធ្វើខ្លួនគួរឲ្យស្រឡាញ់នេះគឺលំល្អតែម្ដង Lightning House អប់បំផុតពេលម្ចាស់ដើមតាមរំខានគេខ្ញុំកាន់តែតាមរំខានគេកាន់តែស្អប់ខ្ញុំ នាងមកធ្វើអី អូនខ្លាចបងឃ្លានតើប្តីសម្លាញ់ អូនេះរងាស់អស់ប៉ុន្មានម៉ោងបងត្រូវតែភ្លក់មើលអូនបញ្ចុកបងណានេះជាបដែលខ្ញុំខំរើសយ៉ាងសម្រិតសម្រាំងទិញពីហាងដែលមានពិន្ទុ 1.0 ថែមទាំងដាក់អំបិលកន្លះកញ្ចប់ឲ្យលោកឯងទៀតទើបតែដួសចេញពីឆ្នាំងមិនក្តៅស្លាប់ក៏ប្រៃស្លាប់ដែរ ខ្ញុំមិនចង់ញ៉ាំទេនាងទុកនៅនឹងហើយ ប្តីសម្លាញ់មិននឹងអាចទៅបងញ៉ាំតែមួយម៉ាត់ទៅល្អទេមែនណាគេរងាស់តតែចុកដៃអស់ហើយបបរោះមានជីវជាតិអីទៅ សេះច្បងខ្ញុំឮថាបងគ្រូថ្នាក់ចរាចរណ៍ប៉ះជើងតើមានអីធ្ងន់ធ្ងរទេខ្ញុំស្គាល់គ្រូពេទ្យល្បីអន្តរជាតិច្រើនណាស់ខ្ញុំអញ្ជើញពួកគាត់មកមើលបង មិនបាច់ទេ Leng Singer កូនស្រីត្រកូលលេងខាងក្រៅធ្វើជាកូនស្រីត្រកូលអ្នកមានតែលួចលាក់ប្រើល្បិចអាក្រក់លួចស្រឡាញ់ Lighting House ប្រើគ្រប់មធ្យោបាយញុះញង់ម្ចាស់ដើមឲ្យលែងលះចុងក្រោយធ្វើឲ្យម្ចាស់ដើមខូចឈ្មោះអស់ លិនខៀវមិនក៏វីតម្លៃលិនឈេងរបែបនេះ អូសេះច្បងតាមពិតបើមិនមែនដោយសារគ្រោះថ្នាក់ចរាចរណ៍លើកនេះទេដីដែលបងដេញថ្លៃចង់បាននោះក៏មិនបាត់បង់ដែរត្រកូលឡើយលើកនេះខាត់បងរាប់រយលានហើយប៉ុន្តែខ្ញុំជឿថាគ្រោះថ្នាក់ចរាចរណ៍លើកនេះច្បាស់ជាមិនពាក់ព័ន្ធនឹងកញ្ញាលឿនទេសម្ដីនេះស្ដាប់ទៅមិនក៏មានក្លិនតែបៃតងអញ្ចឹងអូនាងមួបង្កាច់ខ្ញុំដល់ថ្នាក់នេះហើយឡើយថេងហាវគួរតែស៊ីញ៉េលែងលះជាមួយខ្ញុំហើយមែនទេប្តីសម្លាញ់បងគុំស៊ីញ៉េកិច្ចព្រមព្រៀងនេះអីល្អទេអូនមិនចង់លែងលះជាមួយបងទេថ្ងៃក្រោយអូនច្បាស់ជាស្ដាប់បង្គាប់បងនៅកំដៅបងរហូតបងគុំស៊ីញ៉េអីគុំស៊ីញ៉េឲ្យសោះ សម្ដែងពេកហើយនាងចង់ចាក់ចេញពីខ្ញុំដល់ថ្នាក់នឹងផង គុំស៊ីញ៉េអី បាន យេ ការលេងលេះនេះផ្អាកសិនហើយ លីនសៅឯងមកទីនេះធ្វើអីមនុស្សប្រុសវាគ្នាឯងមកចង់ដឹងរឿងអីឯងទៅមិនបាច់ឯងជួយទេ មនុស្សតែប៉ុន្មានអ្នកសោះវាឯងដល់ថ្នាក់ហ្នឹងអាសំរាម ខ្ញុំប្រាប់ហើយថាមិនបាច់ឯងជួយទេឯងទៅពិតមាត់មិនទាន់ដល់វេនឯងនិយាយទេ 50,000 ណែណា អត់មានទេមានលុយក៏ខ្ញុំមិនឲ្យឯងដែរ អត់លុយចុះនាងឯងមកធ្វើអី គឺមកជួយមនុស្សនឹងហើយ មេកន្ទ្រៀងបើនាងអត់យកលុយមកទេឲ្យនាងសងដោយខ្លួនប្រាំទៅឲ្យបងប្អូនយើងបានសប្បាយផងអាល្អិតឯងមុខអាក្រក់តែគិតបានល្អ ប្រយ័ត្នអំពូធ្លាក់មកបែកក្បាលឯងទៅ នាងឯងហ៊ានជិតខ្ញុំ ប្រយ័ត្នអំពូធ្លាក់មកបែកក្បាលឯងទៅ មកចង្រៃនិយាយផ្ដេសផ្ដាសអីនឹងកន្លែងនេះធ្ងន់ណាស់វាឆុងនឹងខ្ញុំអាណាគេអ្នកដាក់អំពូលនឹងមិនរឹងមាំសោះគឺខ្ញុំគឺវានឹងហើយយកវាទៅសងសឹកឲ្យបងប្អូនយើងបាទ
ប្អូនប្រុសនាងវីបងប្អូនយើងម្នាក់របួសថ្លៃពេទ្យយើងមិនទារច្រើនទេ50,000បើនាងមិនបានយកលុយមកទេអញ្ចឹងមានតែសងដោយខ្លួនប្រាណហើយឈួតឲ្យតែឯងមិនស្ដាយក្រោយទៅបានហើយមកយកនាងទៅបន្ទប់ VIP ទៅប៉ាត់ឈួតខ្ញុំដើរទៅខ្លួនឯងឈួតធ្វើបាបមនុស្សស្រីចាត់ទុកជាមនុស្សប្រុសអីរឿងនេះមិនពាក់ព័ន្ធនឹងនាងទេបើខ្លាំងមកវាខ្ញុំមកចាំខ្ញុំលេងជាមួយបងស្រីឯងរួចចាំមកចាត់ការឯងយកក្រណាត់ញាត់មាត់វាទៅចង់ងាប់មែនឈួតមិននឹកស្មានថាបងស្រីអាល្អិតនឹងស្អាតយ៉ាងនេះសោះថ្ងៃនេះខ្ញុំចំណេញហើយឥឡូវនៅទីនេះមានតែយើងពីរនាក់ទេបន្តិចទៀតនាងស្រែកឲ្យអស់ទំហឹងទៅនាងស្រែកកាន់តែខ្លាំងខ្ញុំកាន់តែរំភើបនេះមិនមែនជាពាក្យខ្ញុំទេអីស្អីគេឯងទៅមុនទៅមេកយខ្លាំងម្លេះខ្ញុំទៅប្រាប់បងប្អូនសិនការប្រយុទ្ធនៅខាងក្នុងពិតជាស្វិតស្វាញណាស់លួចមើលបន្តិចសិនចេញទៅបងធំមានរឿងអីហ្នឹងធម្មតាបងធំអាចវីពួកយើងទាំង5នាក់បានមិនក៏ត្រូវក្មេងម្នាក់វីដល់ថ្នាក់នេះបន្ទាប់ទៀតតើនរណាចូលបើដឹងខ្លួនឆាប់ទេហៅគេយកលុយមកបើមិនអញ្ចឹងទេខ្ញុំនឹងសម្លាប់វាខ្ញុំស្អប់បំផុតពេលមានអ្នកគំរាមខ្ញុំបងជីបងស្រីបងវីខ្លាដល់កាច់សាហាវដល់ថ្នាក់នេះបងឆាប់អង្វរគាត់ឲ្យជួយពួកយើងទៅបិទមាត់ភ្លេចពាក្យដែលបងជឿនិយាយពីមុនហើយមែនទេដាច់ខាត់មិនសុំជំនួយពីបងស្រីទេបងជឿនិយាយមួយម៉ាត់គឺមួយម៉ាត់បងស្រីជួយខ្ញុំផងបងជីពីមុនបងមិនបាននិយាយទេថាទោះត្រូវគេវីស្លាប់ក៏មិនសុំជំនួយពីបងស្រីដែរខ្ញុំនិយាយពាក្យនេះពីអង្ការនោះជាបងស្រីបង្កើតរបស់ខ្ញុំជួយខ្ញុំផងនាងតូចខ្ញុំទុកឱកាសឲ្យនាងម្ដងទៀតទេហៅគេយកលុយមកល្មមតែម្ដងចង់យករាងកាយនេះមកហាត់ដៃបន្តិចកុំខ្ជះខ្ជាយពេលវេលាអីចូលមកទាំងអស់គ្នាទៅនាងឯងក្រអឺតក្រទុំណាស់ពួកយើងឲ្យនាងស្គាល់រសជាតិបន្តិចមើលគ្មានអ្នកណាខ្លាំងសោះមិនទាន់បានកម្ដៅសាច់ដុំផងតោះទៅបងឈូតើបងមានប្រវត្តិយ៉ាងម៉េចហ្នឹងបងស្រីតើបងហាត់រៀនក្បាច់គុណដ៏ពូកែនេះតាំងពីពេលណាហេតុអីខ្ញុំមិនដែលឃើញសោះអញ្ចឹងរឿងមិនគួរដឹងកុំសួរអូអាកាសធាតុមិនល្អទេពួកឯងក៏មានរបួសទៀតប្រញាប់ទៅមន្ទីរពេទ្យទៅបន្តិចទៀតភ្លៀងធ្លាក់ទឹកដូចកូនមន់ឥឡូវហើយមួយសន្ទុះនេះភ្លៀងមិនទាន់ធ្លាក់ទេពេលប្រហែលហើយមាត់ខ្ញុំនេះចង្រៃមែនបងស្រីចាំខ្ញុំផងអ្នកទាំងអស់គ្នាប្រហែលជាដេកលក់អស់ហើយនរណាប្រពន្ធសម្លាញ់ពិតជាពូកែមែនប្តីសម្លាញ់គឺលោកមែនទេមិនក៏លោកមិនបើកភ្លើងអញ្ចឹងធ្វើឲ្យគេភ័យចង់ស្លាប់ហើយថ្មីនេះទើបតែរៀនក្បាច់ការពារខ្លួនបានពីលោកថយចេញទៅនាងចូលចិត្តកុហកអញ្ចឹងមែនទេយប់ជ្រៅហើយទៅណាទើបមកវិញប្អូនប្រុសខ្ញុំឈឺខ្ញុំទៅមើលគេខ្ញុំនិយាយក៏មិនខុសដែរគឺការពិតតាថ្ងៃក្រោយមិនអនុញ្ញាតឲ្យញ៉ាំអាហារសម្រាមទៀតទេពូហ្វបាទជួយកម្ដៅម្ហូបឲ្យនាងបន្តិចទៅបាទ
ត្រូវហើយទ្វារផ្ទះយើងបិទនៅម៉ោង12ពូហ្វឺក្រោយម៉ោង12ត្រូវចាក់សោទ្វារឲ្យទាន់ពេលវេលា បាទអ្នកស្រីវ័យក្មេងខ្ញុំគឺជាមេការថ្មីដែលលោកម្ចាស់ចាស់បញ្ជូនមកអ្នកស្រីហៅខ្ញុំថាពូហ្វឺទៅបានហើយលោកម្ចាស់ចាស់បានផ្ដាំផ្ទាល់ហើយថ្ងៃក្រោយនៅវីឡានេះគឺអ្នកស្រីជាអ្នកសម្រេចចិត្តអ្នកស្រីចង់ធ្វើអីក៏ធ្វើទៅបើសិនជាមានអ្នកណាម្នាក់ហ៊ានធ្វើបាបអ្នកស្រីប្រាប់ខ្ញុំមកខ្ញុំនឹងដេញគេចេញភ្លាម ចុះនេះគឺលៃថេងឆៅមែនទេពូហ្វឺខ្ញុំនិយាយលេងទេមកញ៉ាំសាច់ក្រកមួយទៅឈ្ងុយណាស់ អ្នកស្រីវ័យក្មេងលោកប្រុសគ្រាន់តែជាមនុស្សមាត់រឹងតែចិត្តទន់ទេគាត់ទេទៅអ្នកស្រីតែអ្នកស្រីមិនលើកមួយយប់នេះគាត់បារម្ភពីអ្នកស្រីណាស់ម្ហូបទាំងនេះកំដៅនៅតែម្នាក់ឯងគាត់បានបង្កើតច្បាប់ជាច្រើនសម្រាប់ខ្លួនឯងគឺដោយសារតែវិន័យនេះហើយទើបជួយគាំទ្រគាត់ឲ្យដើរមកដល់ថ្ងៃនេះអ្នកស្រីគឺជាមនុស្សដំបូងដែលដើរចូលក្នុងពិភពលោករបស់គាត់បើសិនជាអ្នកស្រីយល់ព្រមសូមផ្ដល់ពេលវេលាឲ្យគាត់បន្តិចទៅ លៃថេងឆៅអាយុ5ឆ្នាំឪពុកម្ដាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បន្ទាប់មកគាត់មិនព្រមត្រឡប់ទៅផ្ទះចាស់វិញទេគឺរស់នៅជាមួយមេដោះតែម្នាក់ឯងរហូតមកគិតទៅជីវិតគាត់និងខ្ញុំក៏ស្រដៀងគ្នាដែរប៉ុន្តែចរិតខ្ញុំល្អយ៉ាងនេះមិនក៏ចរិតគាត់អាក្រក់ម្ល៉េះពូហ្វឺពូកុំបារម្ភអីខ្ញុំជាមនុស្សចិត្តទូលាយមិនប្រកាន់ជាមួយគាត់ទេម្ហូបឆ្ងាញ់ច្រើនយ៉ាងនេះពូអង្គុយចុះយើងញ៉ាំជុំគ្នាខ្ញុំដួសឲ្យពូ ក្មេងស្រីគួរឲ្យស្រឡាញ់យ៉ាងនេះមិនក៏លោកប្រុសមិនចូលចិត្តទៅវិញលើកនេះខ្ញុំទទួលបញ្ជាពីលោកម្ចាស់ចាស់ត្រូវតែធ្វើឲ្យលោកប្រុសស្រឡាញ់អ្នកស្រីវ័យក្មេង ចៅហ្វាយរកឃើញហើយប្អូនប្រុសរបស់លោកស្រីពិតជាកំពុងសម្រាកនៅមន្ទីរពេទ្យមែនប៉ុន្តែលោកស្រីមិនដែលតាក់ទងជាមួយគ្រួសារទេតាមិនក៏ទៅមើលប្អូនប្រុសនៅមន្ទីរពេទ្យទៅវិញដឹងហើយនាងហាក់ដូចជាប្រែប្រួលហើយមិនដូចពីមុនទេ ហើយ ណែកអ្នកណាឲ្យនាងគេងលើក្រែខ្ញុំ ប្តីសម្លាញ់យប់នៅវែងឆ្ងាយណាស់តើយើងគួរតែស្វែងយល់ពីគ្នាទេមកលេងបៀទៅ នាងនិយាយស្អី លេងបៀនឹងណាលោកមិនចេះទេអីសំបីតែបៀក៏មិនចេះលេងដែរឆេះ យប់ប្រលប់ហើយលេងបៀស្អីត្រឡប់ទៅបន្ទប់ខ្លួនឯងគេងទៅ បន្ទប់ខ្ញុំត្រូវគេចាក់សោហើយមានតែបន្ទប់នេះមួយទេមានតែក្រែនេះមួយទេ ចឹងនាងគេងលើសាឡុងទៅ តាមពិតខ្ញុំចង់ក្រៅកន្ទេគេងទេតែអ្នកណាទៅដឹងថានៅទីនេះសំបីតែភួយមួយក៏គ្មានផង មិនអាចទេ មែនទេ ច្បាស់ជាស្នាដៃពូហ្វូហើយចូលចិត្តចេះដឹងរឿងគេម្លេះបានតែខ្ញុំប្រមាននាងទោះបីជាយើងទាំងពីរអ្នកគេងលើក្រែតែមួយក៏នាងគុំសង្ឃឹមថានឹងធ្វើអីខ្ញុំឲ្យសោះ ពងវែងខ្លួនឯងធ្វើដូចមានអ្នកណាចង់ធ្វើអីលោកចឹងលាក់បាំងបែបនេះប្រហែលជាមានជំងឺលាក់កំបាំងអីហើយបើប្តីប្រយ័ត្ននឹងអូនយ៉ាងនេះអញ្ចឹងអូនទៅគេងលើកៅអីវែងនៅសួនច្បារក៏បានដើម្បីប្តីរងទុកបន្តិចមិនអីទេអញ្ចឹងប្តីលេងបៀខ្លួនឯងចុះមិនក៏មិនហៅខ្ញុំពិតជាឲ្យខ្ញុំគេងលើកៅអីវែងមែនពិតជាគ្មានភាពជាសុភាពបុរសសោះ ត្រឡប់មកវិញ អឹម យីតាមមើលទៅលោកម្ចាស់ប្រហែលជាឆាប់បានពោចៅទូតហើយ សំណាងហើយដែលខ្ញុំប្រតិកម្មលឿនប៉ុន្តែសាច់ដុំទ្រូងនេះពិតជាហាប់ណែនល្អណាស់ប្រហែលជាមានកម្លាំងខ្លាំងណាស់មែនទេឬមួយក៏ឆ្លៀតឱកាសនេះចាប់រំលោភគាត់តែម្ដងទៅ នាងរកចិត្តនាងស្ទាបកន្លែងណា ហាចាឯងយកអីមកញ៉ាំហ្នឹងស៊ុបបើកម្លាំងបងពិសេសរកគេរងាស់ឲ្យឯងញ៉ាំឲ្យច្រើនបន្តិចទៅ អរគុណហ្មង ចាឯងមានរបួសអត់ ខ្ញុំមិនអីទេ អញ្ចឹងក៏ល្អបើក្មេងប្រុសតកូលឡើយនោះធ្វើបាបឯងប្រាប់បងមកបងនឹងហៅបងប្អូនទៅវា បងឯងទៅជាអញ្ចឹងទៅវិញខំថែទាំរបួសទៅកុំរករឿងទៀតអូខៀវហឹមអូបងវ៉ែនស៊ី លីថាខៀវរងរបួសខ្ញុំក៏ប្រញាប់សុំច្បាប់មកមើលមកពីខ្ញុំមិនល្អមិនបានមើលថែឯងនិងប្អូនប្រុសឲ្យបានល្អ អូយ៉ាងវ៉ែនជាមិត្តប្រុសរបស់ម្ចាស់ដើមមើលពីសម្បកក្រៅគឺជាបរិសកក់ក្ដៅដែលស្រឡាញ់ម្ចាស់ដើមយ៉ាងស្មោះស្ម័គ្រតែការពិតគឺជាមនុស្សប្រុសមុខលុយ
ចូលក្បែរលេងឈៀវគឺដើម្បីតែទ្រព្យសម្បត្តិតកូលលេងប៉ុណ្ណោះតាមពិតគឺជាមនុស្សអាក្រក់ក្នុងសៀវភៅចុងក្រោយគេបានទទួលមរតករបស់ម្ចាស់ដើមហើយហោះហើរទៅឆ្ងាយជាមួយមិត្តប្រុសរបស់គេ បងវ៉ែនជារឿងនេះសុទ្ធតែខ្ញុំជាអ្នកបង្កអរគុណដែលមកមើលខ្ញុំអីកុំនិយាយអញ្ចឹងរឿងរបស់ឯងនឹងខៀវគឺជារឿងរបស់ខ្ញុំអូមែនហើយឈៀវបើឯងរងការគៀបសង្កត់នៅត្រកូលឡើយកុំភ្លេចណានៅមានខ្ញុំ ហឹមសំដែងទៀតហើយវ៉ែនស្អែងកុំបារម្ភអីមកញ៉ាំទឹកក្តៅមួយមាត់ទៅ មនុស្សល្ងងនេះពិតជាស្រួលបោកមែនពេលនេះគឺជាពេលសំខាន់ដែលនាងនឹង Lighting ហៅឆ្លោះគ្នាលែងលះខ្ញុំឆ្លៀតពេលនេះចូលទៅក្បែរ អូព្រះឲ្យបងវិញជឿមកនេះជូតមាត់ទៅ ឆា ហឹម នេះក្រណាត់អីនឹងស្អុយម្លេះ អីយ៉ាសុំទោសបងវិញជឿអានឹងគេយកមកជូតបង្គន់ទេខ្ញុំយកច្រឡំហើយសុំទោសណាបងវិញជឿខ្ញុំពិតជាមិនបានតាំងចិត្តទេបងប្រកាសជាមិនបន្ទោសខ្ញុំទេមែនទេ ឆាឯងមិនបានតាំងចិត្តទេតើបងអាចបន្ទោសឯងបានយ៉ាងម៉េចទៅ មកបងវិញជឿផឹកទឹកកកបន្តិចទៅសម្រួលអារម្មណ៍មកផឹកតិចទៅប្រយ័ត្នឆ្លក់ខ្ញុំបានប្រាប់ហើយឲ្យផឹកតិចមិនក៏មិនស្ដាប់អញ្ចឹង បងវិញជឿសុខភាពបងមិនសូវល្អសោះបងវ៉ែនសិខ្ញុំលើគេនិយាយថាឧស្សាហ៍ឃើញបងទៅបារ Blue Rose តើវាជារឿងពិតមែនទេ មិននឹងអាចទៅរួចបងស្រីកន្លែងនោះគឺជាបាហ្គេដ៏ល្បីមួយបើសិនជាគាត់ចូលចិត្តមនុស្សប្រុសហើយនៅមកសារភាពស្នេហ៍ជាមួយបងទៀតនោះមិនមែនជាមនុស្សបោកប្រាស់រៀបការទេ ទេខ្ញុំស្ពតខ្ញុំពិតជាមិនមែនទេខ្ញុំត្រង់ជាងបង្គោលភ្លើងទៅទៀត បងវ៉ែនសិខ្ញុំពិតជាជឿជាក់លើបងហើយអូប្អូនប្រុសខ្ញុំលើគេនិយាយថាបើសិនជាកុហកក្នុងរឿងបែបនេះគូតនឹងមិនអាចរក្សាទុកបានទេ ដល់ម៉ោងធ្វើការហើយខ្ញុំត្រូវត្រឡប់ទៅធ្វើការវិញហើយប្អូនប្រុសថែរក្សាខ្លួនផង បាត់លីហើយបងវ៉ែនជី អូយ បងវ៉ែនជីបងមិនអីទេ បើសិនជាកុហកក្នុងរឿងបែបនេះគូតនឹងមិនអាចរក្សាទុកបានទេ មិនអីទេតើស្រួលបួលណា ឬមួយក៏គាត់ពិតជាហ្គេមែនបើអញ្ចឹងធ្វើជាបងប្អូនស្រីនឹងគ្នាទៅបោកប្រាស់រៀបការបែបនេះពិតជាសមនឹងត្រូវរន្ទះបាញ់មែន បងជីពួកយើងអាចចេញពីមន្ទីរពេទ្យបានហើយខ្ញុំរៀបចំបែបបត់រួចរាល់អស់ហើយអូយេរៀបចំអីវ៉ាន់តោះអូខេ អូយលោកមិនអីទេអញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញសិនហើយ គាត់ប្រញាប់ត្រឡប់ទៅវិញដើម្បីទៅតាមយកចិត្តអាប្រុសព្រានលៃនោះមែនទេបងស្រីដើម្បីអរគុណដែលបងបានជួយសង្គ្រោះពួកយើងកាលពីម្សិលមិញខ្ញុំនឹងនាំបងទៅកន្លែងមួយធានាថាបងប្រកាសជាចូលចិត្ត កន្លែងអីគេ ថៅកែទាំងនេះគឺជាបរិសង្ហាដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំងនៅក្នុងក្លឹបរបស់យើងមិនត្រឹមតែមានរូបរាងសង្ហាមានភាពវៃឆ្លាតសេវាកម្មក៏ល្អភ្ញៀវទាំងអស់សុទ្ធតែពេញចិត្ត ខាន់មកកន្លែងបែបនេះយូរហើយ បងជីបងស្រីបងមានប្តីហើយតើហៅមកច្រើនពេកទេដឹងអញដឹងអីខ្ញុំកំពុងតែព្យាបាលជំងឺឲ្យគាត់ព្យាបាលជំងឺអីជំងឺងប់ងល់និងស្នេហាដំណាក់កាលចុងក្រោយមនុស្សស្រីសុទ្ធតែចូលចិត្តប្រុសសង្ហាហើយកាន់តែច្រើនកាន់តែល្អនៅលើពិភពលោកមានមនុស្សប្រុស 3.5 លាននាក់ខ្ញុំទើបតែហៅមកជាង 10 នាក់ទេមកម្ដងមួយវគ្គពេលដែលគាត់បានរីករាយនឹងអារម្មណ៍ដែលមានមនុស្សប្រុសនៅឆ្វេងស្ដាំគាត់នឹងមិនត្រូវបានមនុស្សប្រុសគ្រប់គ្រងទៀតទេខ្ញុំនិយាយត្រូវទេនៅតែបងជឿខ្លាំងនៅឈោផ្លឹកធ្វើអីទៀតលឿនឡើងចាប់ផ្ដើមបង្ហាញទៅសួស្ដីភ្ញៀវកិត្តិយសពួកយើងជាប្រភេទឆ្កែចកសួស្ដីភ្ញៀវកិត្តិយសពួកយើងជាប្រភេទទឹកកកសួស្ដីភ្ញៀវកិត្តិយសពួកយើងជាប្រភេទបរោះកក់ក្ដៅ មានគ្រប់ប្រភេទទាំងអស់តើអ្នកចូលចិត្តមួយណាជ្រើសរើសមួយនឹងទៅ ច
កូនក្មេងទៅជ្រើសរើសបងស្រីខ្ញុំយកទាំងអស់ទៅ មិនបានទេមកយូរទៅទិញហៅអញជាសះស្បើយលឿនណាស់អញថាមិនមានមនុស្សដែលចូលចិត្តទេហេតុអីក៏សំឡេងលះការនោះបើមិនមែនដោយសារប្រធានក្រុមប្រឹក្សាភិបាលនិងលោកតារបស់អ្នកស្រីជាមិត្តភក្តិទេគ្រួសារទាំងពីរបានភ្ជាប់ពាក្យតាំងពីក្មេងចៅហ្វាយមិនមានបំណងឮថាលេងខៀវថែមទាំងលោតទឹកសម្រាប់ខ្លួនដើម្បីអញទៀតមើលទៅនារីម្នាក់នេះស្រឡាញ់អញខ្លាំងណាស់ខ្ញុំថាអញកុំធ្វើឲ្យនាងខូចចិត្តអីកិច្ចផុតពីគ្រោះថ្នាក់ម្ដងហើយប្រុសកំដររាប់សិបនាក់ក្នុងពេលតែមួយខ្លាំងមែនខ្ញុំចង់មើលថាតើនារីល្មមកាមដែលទ្រាំមិនបាននៅពេលថ្ងៃនេះមានរូបរាងយ៉ាងម៉េចឲ្យខ្ញុំបើកភ្នែកមើលបន្តិចវ៉ាលេងខៀវវ៉ាវ៉ាបងស្រីវ៉ា